chụp đào sạch cái ní một pì nà xong bấy tay quát có hiên pa qua phòng lục cứ chi chùm núi ca pì xeរបស់ក្រុមហ៊ុនស៊ូស៊ូស្ទេជុំនួយការពិសេសយាយខ្ញុំគឺគូទីងសេពីក្រុមហ៊ុនគូរឿងតិចតួចបែបនេះហេតុអ្វីបានជាអ្នកត្រូវចូលមករៀបចំផ្ទាល់ផងស្ត្រីដែលមិនដឹងខ្លួនឯងនេះសូមទុកឲ្យខ្ញុំដោះស្រាយផងបាទជំនួយការពិសេសយាយគាត់មានបញ្ហាផ្នែកខួរក្បាលបន្តិចហើយបានប៉ះពាល់ទៅក្រុមរថយន្តរបស់លោកសូមទោសមានការកកស្ទះលើផ្លូវខ្ញុំមកយឺតបន្ទប់ឯកជនរបស់លោកត្រូវបានរៀបចំរួចរាល់ហើយស្ដាប់តែស៊ូបងមិនចម្លែកទេដែលគាត់ហ៊ានអួតបែបនេះដោយសារគាត់មិនត្រឹមតែជួយបរិសុទ្ធចាស់នោះទេតែថែមទាំងមិនខ្មាស់អៀនក្នុងការលួងលោមជំនួយការយាយនៃក្រុមហ៊ុនហេរ៉ាញ់វត្ថុស៊ូផងដែរស៊ូរ៉ានបងពិតជាធ្វើបាបមើលងាយល្បិចរបស់អ្នកពេកហើយទើបតែបែកគ្នាជាមួយបងបានឡើងរេជាមួយជំនួយការយាយវិញហើយអ្នកចង់ស្លាប់ហើយស្រមោលរបស់លោកគូលំអិតបែបនេះមិនទៅសរសេររឿងស្ដេចស្ដាយណាស់បើអ្នកគិតថាខ្ញុំចូលមកទីនេះដោយសារបរិសុទ្ធអញ្ចឹងអ្នកគ្រាន់តែបើកភ្នែកឲ្យធំមើលឲ្យច្បាស់ថាយប់នេះជានរណាដែលសំបីតែចូលទ្វារមិនបានយាយឈិនខ្ញុំមិនចូលចិត្តឬសាច់ឆ្កែហើយទេសូមសម្អាតទីនេះបើលោកគូនិងកញ្ញាលីនមិនមានសម្បត្តិអញ្ជើញសូមបោះពួកគាត់ទៅផ្លូវមុខផ្ទះបោះខ្ញុំចោលស្រីក្មេងពិធីជប់លៀងយប់នឹងចាប់ដើមហើយយើងចូលទៅខាងក្នុងសូរ៉ានសូមរងចាំខ្ញុំបងទីងជេបងចង់ធ្វើអ្វីបងទីងជេទីនេះក្រអូបខ្លាំងណាស់យើងពិតជាត្រូវចូលតាមទីនេះមែនទេបិទការពារពិធីជប់លៀងយប់ទីនយន់មានកម្រិតខ្ពស់ណាស់បើមិនមែនខ្ញុំលាក់លុយឲ្យអ្នកការពារប្រវត្តិទ្វារចេញខ្ញុំទេយើងមិនអាចចូលមកទីនេះបានទេមកហើយតើហេតុអ្វីសូរ៉ាអាចចូលមកទីនេះបានមិនមែនដោយសារគាត់ភ្ជាប់ទំនាក់ទំនងជាមួយជំនួយការពិសេសយាយនៃក្រុមហ៊ុនសូទេសូរ៉ានមនុស្សអាក្រក់នេះបើខ្ញុំជួបប្រធានថ្មីខ្ញុំនឹងសងសេចក្តីអាម៉ាស់ដែលគាត់ធ្វើដល់ខ្ញុំជា30ដងវិញបងទីងសូមមើលខ្ញុំនឹងទៅនិយាយសូរ៉ានកំពុងសម្របសម្រួលផឹកស្រាជាមួយអ្នកចាស់នោះមុននេះនៅមាត់ទ្វារធ្វើជាមនុស្សសុចរិតប៉ុន្មានទើបដឹងថាគ្រាន់តែចង់ចូលមកក្នុងនេះដើម្បីក្លាយជាមនុស្សសង្គមត្រូវហើយអ្នកដូចជាលោកវាងអនុប្រធានក្រុមហ៊ុនស៊ូក៏មកដល់ដែរលោកវាងអនុប្រធានលោកជាអនុប្រធានក្រុមហ៊ុនស៊ូមែនទេអ្នកជានរណាចេញទៅខ្ញុំគឺគូទីងសេនៃក្រុមហ៊ុនគូហើយខ្ញុំថាគូតូចក៏បានលោកវាងអនុប្រធានខ្ញុំទើបបានជួបលោកជាថ្មីការវិនិយោគ3សែនលានក្នុងគម្រោងធានយន្តគូតូចគម្រោងធានយន្តខ្ញុំក៏មិនមែនមិនអាចទេតែថ្ងៃនេះខ្ញុំមានអារម្មណ៍មិនល្អទេមុននេះនៅខាងក្នុងយាយចិនអ្នកជំនួយការរបស់គាត់ដែលពឹងអំណាចមនុស្សដល់ថ្នាក់ហ៊ានបង្ហាញមុខស្ដីបន្ទោសខ្ញុំថាការងារខ្ញុំមិនទាន់បានគោលដៅទេឲ្យម្ដាយគាត់មិនមែនជាសាច់ឆ្កយខាងក្បែរអតីតប្រធានក្រុមប្រឹក្សាពិបាលទេក៏ហ៊ានមកគ្រប់គ្រងខ្ញុំដែលជាអ្នកគ្រប់គ្រងពិតផងបាននិយាយតាមត្រង់ខ្ញុំក៏ទើបត្រូវយាយចិនវាយប្រហារដែរត្រូវហើយគាត់អំពើអាភិះដោយប្រើអំណាចរបស់ខ្លួនមិនត្រឹមតែបង្ខូចមុខអ្នកទេថែមទាំងយកស្រីរបស់ខ្ញុំផងអ្នកនិយាយអំពីស្រីស្អាតដែលទើបតែដើរតាមគាត់មកនោះជាស្រីរបស់អ្នកឬក៏ជាអតីតភរិយារបស់ខ្ញុំយាយចិនបានបង្ខំខ្ញុំឲ្យទៅដល់ចុងផ្លូវដើម្បីកាន់កាប់នាងអ្នកជាភ្នាក់ងារលើសរបស់ក្រុមហ៊ុនស៊ូតើអ្នកព្រមឲ្យជំនួយការម្នាក់ឡើងលើក្បាលអ្នកឬបើអ្នកអាចជួយខ្ញុំចុះហត្ថលេខាលើលិខិតបំណងវិនិយោគនោះខ្ញុំមានវិធីជួយអ្នកដកសង្ស័យនេះចេញអ្នកអាចជួយខ្ញុំយ៉ាងដូចម្តេចហើយកូនស្រីមីងអនាគតអ្នកមានសក្តានុពលខ្លាំងណាស់ថ្ងៃទី2ខ្ញុំទៅមួយខែត្រឡប់មកវិញលោកប្រធានវាងសូមមើលទៅសំណាងក៏ជួយយើងផងដែរគាត់បានចេញទៅហើយល្អណាស់លោកគូត្រូវការឲ្យក្មេងស្រីនោះបម្រើខ្ញុំយប់នេះឲ្យសប្បាយចិត្តបើអញ្ចឹងប្រាក់3000លានរបស់អ្នកនោះសេវាកម្មជូនអ្នកដោយអ្នកជូនទេលីសូរ៉ានកុំធ្វើជាស្រឡាញ់ស្លាប់ហើយនៅតែជឿឲ្យភ្នែកឆ្កែមើលទៅនេះជានរណាយ៉ាងដូចម្តេចក្រៅមានយានការពារមិនបានបោះអ្នកឲ្យឆ្ងាយបន្តិចទេតើអ្នកបានភ្លេចចូលតាមបំពង់បង្ហូរទឹកកខ្វក់មកវិញទេសំបីតែដល់ពេលស្លាប់ហើយក៏នៅតែបន្តប្រកាន់ភ្ជាប់មាត់មនុស្សនេះគឺជាអ្នកនាយកធំវងនៃផ្នែកវិនិយោគហ៊ុននៃក្រុមហ៊ុនហេរ៉ាញ់វត្ថុស៊ូដែលជាអ្នកគ្រប់គ្រងកម្ពុជាពិតប្រាកដរបស់ក្រុមហ៊ុនស៊ូមានអំណាចសម្រាប់ជីវិតនិងសេចក្តីស្លាប់លើទ្រព្យសម្បត្តិជាច្រើនដល់10,000លានអ្នកគិតថាយាយចិននោះដែលធ្វើជាជំនួយការពិសេសអាចការពារអ្នកនៅមុខលោកនាយកវាងបានឬយាយចិនសំបីតែយកស្បែកជើងមកដល់ក៏មិនសមទេអ្នកគ្រាន់តែជាបាក់សីមាសដែលយាយចិនចិញ្ចឹមប៉ុណ្ណោះដូចមែនតែនសំបីតែឆ្កែនោះក្នុងមួយខែវាឲ្យអ្នកប៉ុន្មានប្រាក់ខ្ញុំបានឬលោកសៅគូនិយាយ
អ្នកគឺជាស្បែកជើងខូចដែលគាត់ទៅតែបោះចោលពិតតែសមខ្ញុំកំពុងខ្វះមិត្តស្រីម្នាក់សម្រាប់យប់នេះឥឡូវនេះអ្នកហើយយកប្រាក់លើដេឡើងយកមកយប់នេះតែបើអ្នកបម្រើខ្ញុំឲ្យសប្បាយចិត្តហើយខ្ញុំមិនត្រឹមតែផ្ដល់ប្រាក់ឲ្យអ្នកទេខ្ញុំអាចផ្ដល់ឱកាសឲ្យអ្នកធ្វើការនៅក្រុមហ៊ុនស៊ូស៊ីផងដែរដើមកើតមកត្រូវបានសរសើរហើយនៅតែធ្វើឲ្យអ្នកគ្រប់គ្រងវិនិយោគក្រុមហ៊ុនស៊ូស៊ីខាងស្ត្រីនេះចប់ហើយស៊ូរ៉ានបានឬទេមិនទាន់លឿនឲ្យលោកវាងទេតែបើយប់នេះអ្នកបម្រើលោកវាងឲ្យសប្បាយចិត្តឲ្យគាត់អនុម័តវិនិយោគ $3,000 លានរបស់ខ្ញុំរឿងមុនខ្ញុំក៏មិននឹកស្មានទេអនុប្រធានផ្នែកវិនិយោគក្រុមហ៊ុនស៊ូស៊ីមែនទេតែដោយសារអ្នកក៏ហ៊ានឲ្យខ្ញុំទៅជាមិត្តស្រីផងមនុស្សណាថាឲ្យមុខមិនយកមុខថ្ងៃនេះប៉ារបស់ខ្ញុំនឹងបង្រៀនឲ្យអ្នកមើលមុខមាត់មួយលើសារធារណៈ